ចាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះតើបងប្អូនមានស្គាល់ទេថាដាក់នៅក្នុងចាននេះគឺជាអ្វីចាំបើតាមតែនាងខ្ញុំស្មាននោះគឺជាប្រភេទយ៉ាអ៊ូដែលមានដាក់ជាមួយនឹងផ្លែឈើដែលមានដូចជាផ្លែស្វាយទុំផ្លែស្រកានាគចាហើយនៅពេលទំនេរថ្ងៃចុងសប្តាហ៍បើសិនបើអត់ដឹងថាទៅណាទេអាចមកដើរលេងនៅ Walk Street ចានៅមាត់ទន្លេនៅម្ដុំចិត្តមុខវាំងចានៅម្ដុំកន្លែង Amazon កន្លែង Panorama បងប្អូនចាគឺអាចមកសាកញ៉ាំមានដូចជាភេសជ្ជៈយ៉ាអ៊ូប្រហិតចាឥឡូវនេះគឺថាមានច្រើនមុខមែនទែនដែលដាក់លក់នៅទាំងខាងមាត់ទន្លេហើយនិងខាងផ្លូវដើរហើយនៅក្នុងវីដេអូនេះដែរនាងខ្ញុំក៏បានសាកជាមួយនឹងប្រភេទភេសជ្ជៈចាដែលមានដាក់ទឹកដោះគោស្រស់លាយជាមួយនឹងចាហួយបងប្អូនចាហើយរសជាតិគឺថាឆ្ងាញ់ស្រាលមិនមែនផ្អែមខ្លាំងទេចាគឺថាអាចទទួលយកបានសម្រាប់ Hello តតែកូនជូផ្លែឈើ2001ឆ្ងាយទេណាអមមកដល់ខំដល់បងគ្រប់បែបបងខំដល់5000ពូ Thank you ចាបន្ទាប់ពីញ៉ាំភេសជ្ជៈហើយគឺដើរទៅជាប់នឹងរបងផ្នែកខាងជើងនៃវាលមែនហ្នឹងគឺថាញ៉ាំនំគូឆាយជាមួយនឹងលតឆាសម្រាប់លតឆានៅទីនេះនាងខ្ញុំឮតែគេនិយាយតគ្នាដែរទេថាគាត់លក់តចំនួនតាំងពីឪពុកម្ដាយគាត់មកហើយសរុបមកដល់ពេលឥឡូវនេះគឺថាប្រហែលជា40ឆ្នាំហើយចាចេញពីកន្លែងញ៉ាំលតឆានំកញ្ឆាយមកនៅតាមដងផ្លូវមានលក់របស់ញ៉ាំចាជាហូរហែដូចជាសណ្តែកដីចង្រិតបំពងតឡនតនបំពងចាបាននិយាយទៅតាមដងផ្លូវគឺមានលក់ហូរហែជាច្រើនមុខមែនតែនJP សំសានឯបង